បាទសួស្តីបងប្អូនទូរទស្សនិកជនឥឡូវយើងមកដល់ទឹកដីខេត្តបាត់ដំបងហើយយើងឃើញនេះមាត់ស្ទឹងសង្កែបាទនៅចិត្តនឹងវិមានឯករាជ្យនៅចិត្តនឹងវិមានឯករាជ្យតែម្ដងដោយសារយើងទទួលបានព័ត៌មានថាមិនដឹងជាសាងសង់អីទេយកសួនធ្វើសាងសង់ស្អីទេបើយើងនេះគ្រឹះរឹងមាំខ្លាំងមែនតើនេះគឺបុកគ្រឹះបុកអីទេណាគេយកមាត់ស្ទឹងនឹងទៅស្អីទេបាទនេះដាក់អក្សរនេះគឺ V ម៉ាតស្អីគេណាហ្នឹងហើយអញ្ចឹងប្រជាពលរដ្ឋក៏ឆ្ងល់ទៅចំកន្លែងនេះកន្លែងសួនតាហើយធ្វើ V ម៉ាតអាគារស្អីគេ V ស្អីគេបាទនេះនៅទឹកដីខេត្តបាត់ដំបងកាលមុនគឺប្រជាពលរដ្ឋក៏លក់នំហ្នឹងណាហើយរុះរើប្រជាពលរដ្ឋតោប្រជាពលរដ្ឋឲ្យទៅលក់កន្លែងផ្សារត្រីផ្សេងណាទុកទីតាំងទុកធ្វើសួនហើយប៉ុន្តែឥឡូវនេះចេញជា V ម៉ាតណាឆ្កុយឥឡូវយើងតាមមើលតិចមកនេះមកស្ទឹងសង្កែតែម្ដងយើងមកធ្វើបន្ទប់ទៅអីបែរនេះតែនេះវាមិនដែលបន្ទប់ទៅកណាដាក់គ្រឹះចឹងបែរនេះអូនេះមែននេះអូទៅដើមសួនមែនបាទទៅដើមសួនធ្វើស្អីទេបោកគ្រឹះជ្រៅណាស់បើយើងណាទឹកដីខេត្តបាត់ដំបងនៅដងស្ទឹងសង្កែខេត្តរំដួលដងស្ទឹងសង្កែនឹងបែកចេញវីម៉ាតណាឆ្កុយនេះបើយើងគឺបុកគ្រឹះបុកអីមាំណាស់បាទនឹងធ្វើអាគារស្អីទេនឹងអាគារប្រហែលជាន់ទេយើងនេះអាកន្លែងសួនដល់យើងសួនណានេះសួនមាត់ទលេមាត់ស្ទឹងហើយស្ទឹងណាស្ទឹងសង្កែបាទស្ទឹងសង្កែនេះហ្នឹងហើយឥឡូវយើងមើលផ្ទាល់ទៅអញ្ចឹងគេកម្មវិបុលប្រជាពលរដ្ឋលក់អាកន្លែងយើងគឺដេញឲ្យប្រជាពលរដ្ឋចេញទៅកន្លែងលំអទីក្រុងហ្នឹងហើយឥឡូវនេះវាបែកជាចាញ់ឯណាទៀតហ៎ធ្វើស្អីទៅយើងនេះអាធ្វើស្អីគេបងអត់ដឹងទេគេធ្វើបានជាន់អូដល់ធ្វើទៅណានឹងបងថាគេបងថាគេអត់ដឹងទៀតនៅអត់ដឹងយើងគឺយើងសួរថាមិនដឹងគេយើងសួរថាក៏ដឹងថាធ្វើបានជាន់នេះអូតែម្នាក់តូចទេបើធ្វើមាត់ស្ទឹងបានហ៎ដីសួនតានេះដីសួនតានេះនឹងសួនតានេះកាឡាសួនតានេះបាទការ៉ាឡេកូរ៉ាឡាសួនដែរបាទនេះមើលឲ្យហើយទៅទឹកដីដងស្ទឹងសង្កែខេត្តបាត់ដំបងណែយើងទទួលបានទៅធ្វើអាគារបរិយាកម្មអាគារស្អីណានោះនេះណែយកដីសួនធ្វើពេញទៅអីនេះអូនេះមែនបើយើងគេអញ្ចឹងកុំឲ្យថានេះបោកគ្រឹះយើងអានេះសួនយើងសួនតាសួនបាទសួននៅវិមានឯករាជ្យដងស្ទឹងសង្កែឥឡូវយើងមកដល់ទឹកដីខេត្តបាត់ដំបងហើយគឺនេះសួនវិមានឯករាជ្យបាត់ដំបងបាទឥឡូវមើលអូក្តាប់ខំមកដែរអ្នកបរិមាណបាត់ដំបងមកជួបអ្នកពលរដ្ឋបាត់ដំបងហើយដោយសារអីដោយសារតែយូរយកសួនធ្វើស្អីណាស្អីនេះអានេះគេស្អីអង់គ្លេសថាម៉េច Win Mart ចំអានេះបោះរត់ទេ Win Mart បោះរត់មែនអត់ដឹងទេដឹង Win Mart coming soon Win Mart coming soon Win Mart គេថា Win Mart បាត់ដំបង coming soon ក៏បញ្ជាក់ថាMart brand របស់ Win នេះគឺនៅខេត្តបាត់ដំបងនឹងចេញជារូបរាងជាផ្លូវការនៅពេលឆាប់នេះហើយអូចឹងហើយអានេះសួនតាសួនមានអីគេនេះអូយកដីសួនមកស្ដាមដីសួនធ្វើស្អីណាវិញមកស្អីណានេះអូចាប់បាត់ហើយចឹងលេងដល់បាក់អាហ្នឹងចាប់បាត់ហើយចឹងយើងឃើញដល់ការតាំងនោះណាកន្លែងមានឯករាជ្យវិញនេះមើលហើយនេះបើយើងទឹកដីក្រុងបាត់ដំបងខេត្តបាត់ដំបងតែម្ដងបើយើងឥឡូវយើងមកដល់ទឹកដីខេត្តបាត់ដំបងហើយមិនលេខសើចទេបាទនេះការដ្ឋានស្អីណានេះហើយមើលនេះអូបុកគ្រឹះអត់នឹងមកនេះម៉ាយអើយនេះគ្រឹះយើងគ្រឹះរឹងមាំមែនតើបើយើងមិនដឹងជាធ្វើស្អីទេលើវិញមកស្អីណានេះនេះម៉ាយអើយបើយើងអញដីសួនយើងដីសួនបាទមិនមែនជាដីឯកជនទេបាទគឺដីសួនសាធារណៈបាទបែរជាយកមកបង្កើតទីតាំងពាណិជ្ជកម្មទីតាំងឯកជនទៅវិញនេះបើយើងមើលឲ្យទៅនេះសួនបាទសួនទឹកដីខេត្តបាត់ដំបងបាទទឹកដីខេត្តបាត់ដំបងនៅដងស្ទឹងសង្កែឥឡូវមើលឲ្យតែកាលមុនប្រជាពលរដ្ឋឥឡូវលក់នៅផ្សាររាត្រីខ្ញុំយប់មិញខ្ញុំទៅផ្សាររាត្រីរកស៊ីអីគាត់ឈប់ឡានគេដេញបាទមុខផ្ទះគេដេញជប់កាយក្រាស់សាំងហ្នឹងណា បណ្ដាយើងមិន
គាត់បានប្រមាណផងស្រាប់តែជាពេលប្រហែលឆ្នាំកន្លងមកទៅតាក្បិត3ឆ្នាំមុនប្រជាពលរដ្ឋលក់ដុំអស់នេះណែលក់ដុំអស់ហ្នឹងតែដល់ពេលដេញប្រជាពលរដ្ឋចេញថាធ្វើសួននឹងលម្អទីក្រុងដល់ពេលឥឡូវស្ងាត់បែរជាចេញស្អីណាវីម៉ាត់អីណាគៀស្អីបុកគ្រឹះបុកអីនេះឥឡូវមើលទៀតនេះបើដងស្ទឹងសង្កែវាគឺដងស្ទឹងសង្កែរំដួលដងស្ទឹងសង្កែណានឹងបែរជាឥឡូវយើងឃើញថាចេញស្អីទេណាគឺមកទៅដើមដីស៊ូនដីអីណាឆ្កយនេះមើលហើយទៅទីតាំងនៅទឹកដីខេត្តបាត់ដំបងអាជ្ញាសាស្ត្រទំនើបរបស់វៀតណាមវិញអាចមកពូពាកផ្សាយភាសាទំនើបរបស់វៀតណាមលុយជាតិខំធ្វើសួនតែលំរុះលុបលន់មកគិតផលប្រយោជន៍អត់ទេសួននឹងគឺសួនកាលមិនសួនតាបាទសួនឥឡូវមកទៅដល់ដីសួននឹងការ៉ាសៀនសួនតានេះសួនច្បារនេះមិនសួនតាឥឡូវមកទៅដើមសួនដាក់ស្អីណាឆ្កយបាទទឹកដីក្រុងបាត់ដំបងខេត្តបាត់ដំបងរបស់យើងនេះហ្នឹងហើយបើយើងមិនផ្សាយមិនឥឡូវបើវាអញ្ចឹងបើវារុំឈឹបអញ្ចឹងណាបាទមកទៅដើមដីសួនមកយកដីសួនធ្វើអាគារពាណិជ្ជកម្មស្អីណាជាអានេះកម្មសិទ្ធិគាត់ហើយបងស្គាល់វិញម៉ាត់មិនបោះរត់ណានៅយើងនៅទឹកដីខេត្តបាត់ដំបងឥឡូវយើងឃើញហើយឃើញហ៎បោកគ្រឹះបោកអីឡើងណាណៃពេលណាតប៉ាត់ណៃយើងដល់ហើយអើយបាទឥឡូវមើលទៅទឹកដីខេត្តបាត់ដំបងក្រុងបាត់ដំបងខេត្តបាត់ដំបងហ្នឹងនៅសួនវាមានឯករាជ្យចុះឥឡូវអានេះសួនទេបងហ៎សួនដែរហើយចូលវាចេញគឺស្អីណាស្អីម៉ាត់អានេះបោះរត់បោះអីគេយើងអត់ដឹងថាជារបស់រដ្ឋឬរបស់ជាថ្នាក់ខេត្តឬក៏ជារបស់គេហៅថាឯកជនក៏យើងអត់ទាន់ដឹងទេបើយើងអត់ចេះឈ្មោះបោះរត់អីវិញស្អីគេវិញម៉ាត់ហ្នឹងបោះរត់អីខ្ញុំអត់ដឹងថាជារបស់រដ្ឋអីឬរដ្ឋបាលខេត្តអាជ្ញាធរពាក់ព័ន្ធឆ្លើយបំភ្លឺថាជារបស់រដ្ឋអីក៏យ៉ាងណាហ៎យើងអត់ហ៊ានលំអិតថាជារបស់រដ្ឋយ៉ាងណាទេប៉ុន្តែប្រជាពលរដ្ឋគាត់ឆ្ងល់ឆ្ងល់ទីមួយគាត់លើកឡើងថានៅពេលដែលពីមុនថ្នាក់ដឹកនាំខេត្តក៏ដូចជាលោកអភិបាលខេត្តក៏បានជំរាបជូនអាជីវករដែលគាត់ជំរាបចូលតាមដោយដងស្ទឹងសង្កែហ្នឹងនៅពេលរាត្រីចាប់ពីម៉ោង5 6 រហូតដល់ម៉ោង1 2 ម៉ោង4រំលងអាទិត្យឯណោះចឹងគាត់លក់ដូរនៅគេហៅថាតាមដោយដងស្ទឹងសង្កែហើយប្រជាពលរដ្ឋគាត់ឆ្ងល់ថានៅពេលដែលថ្នាក់ដឹកនាំខេត្តឬលោកអភិបាលខេត្តបានណែនាំប្រជាពលរដ្ឋថាសូមផ្លាស់ប្ដូរទីតាំងដាក់ម៉ៃអាជាតិមើលសូមផ្លាស់ប្ដូរទីតាំងនៃគេហៅថាដូចនេះហ្នឹងហើយគេថាសូមផ្លាស់ប្ដូរទីតាំងនេះដើម្បីទី1បង្កើនសោភ័ណភាពទីក្រុងទី2រៀបចំគេហៅថាកែលម្អរចនាសម្ព័ន្ធទីក្រុងហ្នឹងហើយដល់ពេលឥឡូវចេញអញ្ចឹងឥឡូវជិះទៅចេញអញ្ចឹងយើងបញ្ជាក់សិនទី1ប្រជាពលរដ្ឋដែលយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋគាត់បញ្ជាក់ថាទី1នៅពេលដែលរដ្ឋបាលខេត្តឬក៏លោកអភិបាលខេត្តបានណែនាំប្រជាពលរដ្ឋដែលគាត់អាជីវករបាទលោកអភិបាលខេត្តហ្នឹងហើយណែនាំអាជីវករថាឲ្យមានការបម្លាស់ប្ដូរទីតាំងនេះទី1គឺការរៀបចំរចនាសម្ព័ន្ធគេហៅថាជាសួនកំសាន្តឬក៏ជាសាធារណៈមួយដែលលម្អទីក្រុងហើយប្រជាពលរដ្ឋលើថាលម្អទីក្រុងមានសួនកំសាន្តឬក៏មានឯករាជ្យប្រជាពលរដ្ឋគាត់សប្បាយចិត្តហើយគាត់ក៏ទៅទាំងត្រាប់ទៅដើម្បីទៅរកទីតាំងថ្មីដែលអាជីវករដែលគាត់ជាអ្នកលក់ដូរនៅផ្សាររាត្រីប៉ុន្តែរយៈពេលប្រហែលឆ្នាំក្រោយមកស្រាប់តែនៅទីតាំងនេះបែរជាចេញការបុកគ្រឹះខ្នាតគេហៅថាទំហំខ្នាតរឹងបែរជាពលរដ្ឋលើកឡើងថាគឺជាអាជីវកម្មនៃម៉ាតឬក៏អាគារអាជីវកម្មដល់ពេលអញ្ចឹងប្រជាពលរដ្ឋគាត់មានការងើយឆ្ងល់ថាឲ្យគាត់ចាក់ចែងពីទីតាំងទៅទីតាំងចាស់ទៅទីតាំងថ្មីតើគាត់សុខចិត្តអត់អញ្ចឹងយើងក៏បានសួរប្រជាពលរដ្ឋតទៅករណីនេះខ្លះដែរបាទប្រជាពលរដ្ឋគាត់លើកឡើងថាពេលដែលផ្លាស់ប្ដូរទីតាំងចាស់ហ្នឹងគឺគាត់បដល់ទីតាំងថ្មីគាត់បាត់អតិផរណានៃផលចំណេញរហូតដល់ទៅ30ទៅ40%នោះចឹងគាត់ថាពីមុន100%អីគាត់ទទួលបានផលចំណេញមួយថ្ងៃពីមុននៅទីតាំងនេះគាត់រកបានជិត1លាន80ម៉ឺនទៅ1លានដល់ពេលនៅទីតាំងថ្មីក៏រកបានតែ5 6ម៉ឺនឬ10ម៉ឺនក្នុងមួយយប់ទេបាទនៅការលើកឡើងពីប្រជាពលរដ្ឋហើយដល់ពេលអញ្ចឹងប្រជាពលរដ្ឋថាគាត់សប្បាយចិត្តនៅពេលដែលមានការអភិវឌ្ឍនៅខេត្តប៉ុន្តែក្នុងនោះប្រជាពលរដ្ឋចោទជាសំណួរមួយទៀតថាចូលអភិវឌ្ឍនៅខេត្តចូលហេតុអីបានទីតាំងនេះអាចសាងសង់សំណង់រឹងបានហើយទីតាំងសំណង់រឹងនេះតើវិនម៉ាតនេះពេលថាវិនម៉ាតបាត់ដំបង will be coming soon មានន័យថាវិនម៉ាតបាត់ដំបងនេះអគារពាណិជ្ជកម្មនេះនឹងចេញជារូបរាងឬក៏ផ្លូវការនៅពេលឆាប់នេះហើយប្រជាពលរដ្ឋគាត់ឆ្ងល់ថាបើសិនជាការរៀបចំនេះតើជាលក្ខណៈម៉ាតឯកជនឬក៏លក្ខណៈក្របខ័ណ្ឌរដ្ឋក្របខ័ណ្ឌខេត្តក៏យើងអត់ទាន់អាចលម្អិតបានដែរចា៎មានតែការឆ្លើយបំភ្លឺពីថ្នាក់ដឹកនាំខេត្តឬក៏លោកអភិបាលខេត្តតែប៉ុណ្ណោះរឿងអត់ច្បាស់យើងហ្នឹងនេះយើងអត់អាចលម្អិតបានដែរ
ចឹង បាទ រងចាំការបំភ្លឺđấy រងចាំការបំភ្លឺហើយក៏យើងក្រុមការងារយើងក៏មិនទាន់បានធ្វើបទចោទឬក៏ដាក់បន្ទុកដល់អាជ្ញាធរពាក់ព័ន្ធដែរយើងគាត់ថាធ្វើជាព័ត៌មានបឋមចឹងយើងបន្តពីកន្លែងយើងខសួរច្បាយខេត្តទៀត បាទយើងធ្វើកិច្ចសម្ភារបាទខេត្តបន្ថែមទៀតថាតើឲ្យគាត់បានបកស្រាយថាតើការសាងសង់នេះជាអគារដូចជាអគារលក្ខណៈឯកជនឬជាក្របខ័ណ្ឌខេត្តឬក៏ជាលក្ខណៈសន្តានណាមួយបាទអញ្ចឹងយើងមកនេះគឺតាមការសំណូមពរប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋអស់ចម្ងល់ហ្នឹងហើយអូខេឥឡូវវាចាញ់ចឹងហើយបើយើងមកច្បាស់អើកាន់ឥឡូវនេះយើងមើលឥឡូវជាក់ស្ដែងទៅយើងគឺបុកគ្រឹះបាទបុកគ្រឹះគឺបើថារឹងមាំឡើយនិយាយគឺរឹងមាំខ្លាំងមែនទែនហើយក្នុងអក្សរនេះគេដាក់វិញស្អីម៉ាស្អីណាទៅហ្នឹងហើយសាងសង់កន្លែងនេះបានថ្ងៃក្រោយសាងសង់កន្លែងណាផ្សេងទៀតមិនទៀតបាទបើយើងបើសិនជាយើងមិនផ្សាយបាត់សួនបាត់អីអស់អញ្ចឹងណាហ្នឹងហើយអញ្ចឹងប្រជាពលរដ្ឋជួយឆ្អេះនោះវិញឥឡូវនេះទឹកដីខេត្តបាត់ដំបងមកយើងទីតាំងនេះដែលយើងកំពុងធ្វើការផ្សាយផ្ទាល់នេះនោះជាប់នឹងនោះគៀននឹងវិមានឯករាជ្យទឹកដីក្រុងបាត់ដំបងខេត្តបាត់ដំបងគេហៅថាដងស្ទឹងសង្កែនេះសួនវិមានឯករាជ្យខេត្តបាត់ដំបងហើយប្រជាពលរដ្ឋក៏ឆ្ងល់ដែរបាងចេះធ្វើសួនដល់ពេលឥឡូវបែរជាចាញ់អីស្អីណាវិញម៉ាក់អីក្លឹបបលអីគេនេះអសរនេះយើងនេះអសរយើងគឺសាងសង់នៅដីសួនសាធារណៈបាទអញ្ចឹងគឺសួនសាធារណៈបែរជាសាងសង់ស្អីគេនេះបាទមិនមែនបន្ទប់ទឹកសាធារណៈទេណាអានេះនឹងវិញម៉ាស្អីណានេះទីតាំងក្រុងបាត់ដំបងខេត្តបាត់ដំបងហើយការពីតាមយើងទទួលបានព័ត៌មានថាយលបាក់3ឆ្នាំមុនខ្មៅ3 4ឆ្នាំមុនហ្នឹងគឺប្រជាពលរដ្ឋទីតាំងនេះប្រជាពលរដ្ឋលូដូហើយក៏បំលាស់ទីប្រជាពលរដ្ឋដែលលក់ដូរនៅតាមសួនវិមានឯករាជ្យឲ្យទៅផ្សាររាត្រីថ្មីត្បិតតែគាត់ការចាក់ចេញរបស់គាត់បាត់បង់ចំណូលក៏ដោយប៉ុន្តែគាត់ចង់ឲ្យទីក្រុងស្អាតទីក្រុងល្អណាហើយបែរជាយកទីក្រុងមកយកទីតាំងដែលប្រជាពលរដ្ឋលក់ដូរនឹងឲ្យតម្លៃខេត្តមកសាងសង់ស្អីណានេះអានស្អីគេបើមិនសងទៀតវិនម៉ាតអីទៀតវិនម៉ាតបាត់ដំបងឆាប់ចឹងហ្នឹងហើយបើលេងតែម៉ាហ្នឹងចោលបាត់ហើយហ្នឹងហើយដីរដ្ឋដីសួនសាធារណៈយកមកធ្វើអាជីវកម្មចឹងចោលបាត់ហើយអត់ទេយើងស្រ័យខ្លះទៅកុំឲ្យដល់យើងមិនស្រ័យយើងត្រូវតែស្រ័យព្រោះយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋណាគាត់ចេះគាត់ថាគាត់អត់ហ៊ានចេញមកទេដោយសារតែគាត់បានបំលាស់ទីហើយអញ្ចឹងប៉ុន្តែការបំលាស់ទីរបស់គាត់ហ្នឹងគាត់ហួសចិត្តពេលដែលសមិទ្ធផលដែលចេញណាវាមិនស្អាតទេវាបែរជាបង្កើតស្អីណាសួនបង្កើតអាគារពាណិជ្ជកម្មគឺអាវិញមកថ្ងៃពាណិជ្ជកម្មគេនេះហើយមកគ្រឹះនេះដាក់គៀតអីមកឥឡូវកំពុងតែសាងសង់មកយើងតើអូចាប់បាត់ហើយហ្នឹងហើយគឺដងស្ទឹងសង្កែតែម្ដងសារទំនើបរបស់វៀតណាមអញ្ចឹងអីខ្ញុំដឹងណាហ្នឹងហើយចប់ឥឡូវនេះបងប្អូនទូរទស្សនិកជនយើងកំពុងធ្វើការផ្សាយនៅទឹកដីក្រុងបាត់ដំបងខេត្តបាត់ដំបងដើរទៅដើរមកបងព្រោះយើងទទួលបានព័ត៌មានអញ្ចឹងហើយយើងមកផ្សាយអញ្ចឹងដល់ថ្មីហើយយើងមកផ្សាយមិនបានដល់ថ្នាក់ដឹកនាំមិនដឹងណែទីតាំងទឹកដីក្រុងបាត់ដំបងខេត្តបាត់ដំបងតែម្ដងនេះវិញម៉ាក់ស្អីនេះដើរមើលទៀតអានេះបន្ទប់ទឹកគាត់បន្ទប់ទឹកជាប់សោហើយបាទបន្ទប់ទឹកជាប់សោហើយបាទបន្ទប់ទឹកស្រីបន្ទប់ទឹកប្រុសជាប់សោហើយនេះបន្ទប់ទឹកណាហ្នឹងហើយបន្ទប់ទឹកស្រីគឺជាប់សោហើយនោមក៏មិនចេញអាចក៏មិនចេញទេនោមក្រៅឆ្អែងោងនេះនោមក្រៅបាទចេះអាចចេះឆ្អែអីនេះនោមក្រៅព្រោះបន្ទប់ទឹកចាក់សោហើយឥឡូវមើលដល់យើងនេះមើលបាទទីតាំងទឹកដីក្រុងបាត់ដំបងខេត្តបាត់ដំបងកំពុងតែបុកគ្រឹះសាងសង់ហើយជាប់នឹងដងស្ទឹងសង្កែខេត្តបាត់ដំបងបងប្អូនទូរទស្សនិកជនឥឡូវមើលជាក់ស្ដែងទៅចឹងណាប្រជាពលរដ្ឋថាអត់អីទេដាស់ផ្លាស់ប្ដូរប្រជាពលរដ្ឋគាត់ទៅតាគាត់អត់មានបកាយទេប៉ុន្តែធ្វើម៉េច
ឲ្យដោយពាក្យសន្យាប៉ុន្តែពាក្យសន្យាទាំងអស់នោះវាបានត្រូវបានកលាប់ចាក់ដូចនាវាក្តារសមុទ្រកំយយម៉ែអើយអានេះគេធ្វើបានអីគេធ្វើបានតាហ្នឹងហើយបើស្មានអ្នកតូចធ្វើបានទេហ៎ហើយសូមតែធ្វើហ្នឹងបើអ្នកតូចធ្វើបានទេហ៎សួរអ្នកតូចក្នុងខេត្តធ្វើបានគេមានច្បាប់ចេញពីក្រសួងអត់ឲ្យសាងសង់ហ្នឹងព្រោះដីសាធារណៈរបស់រដ្ឋតើតែមានពីក្រសួងមិនចេញធ្វើបានពីប្រទេសមិនចេះសាងសង់ណាឥឡូវមើលមកទៅដើមដីសួនណាសាងសង់អាគារស្អីណាណៃចេះតែមានហ្មងហីដល់ហើយពីដើមដីសួនអត់មានអីដើមដីសួនអស់និយាយហ្មងឥឡូវដីព្រៃប្រជាពលរដ្ឋដីតាមស្រុកតាមស្រែប្រជាពលរដ្ឋអាស្រ័យផលដេញប្រជាពលរដ្ឋថាដីព្រៃដីបឹងដីបួអញ្ចឹងទៅដល់ពេលខេត្តមកយកដីសួនអានេះដីសួននេះអានេះយើងគិតឲ្យមានតម្លាភាពណាឥឡូវប្រជាពលរដ្ឋសាងបានអត់ហ៎ប្រជាពលរដ្ឋអាស្រ័យផលយកដីប្រជាពលរដ្ឋថាដីអាស្រ័យផលប្រជាពលរដ្ឋដីបឹងដីព្រៃអង្តែនអញ្ចឹងទៅឥឡូវនេះអានេះយើងនិយាយមួយចំនួនណាខេត្តចំនួនឥឡូវតែគេធ្វើអីក៏ត្រូវដែរមន្ត្រីគេធ្វើអីក៏ត្រូវដែរវាខុសឯងឥឡូវមកយកដីសួនមកនេះមកយកដីសួនចុយជាប់បាត់ហើយហើយសំឡាយប្រជុំប្រពៅបើសុំចូលឡាយប្រជុំមកណាសុំចូលឡាយក្នុងប្រជុំមកណាប្រពៅចឹងឯងចង់ចូលឡាយមកជុំក្នុងហ្នឹងហ្មងឲ្យបិទបាំងអញ្ចឹងអាកុំធ្វើអាបិទបាំងហ្នឹងណាក៏សុំចូលឡាយអញ្ចឹងទៅនឹងឲ្យធ្វើអីឲ្យពិតប្រាកដកំផប្រជាពលរដ្ឋប្រជាប្រាប់ប្រជាពលរដ្ឋធ្វើសួនដល់ពេលចលាធ្វើអាណាស្អីណាឆ្កយអញ្ចឹងទៅណាទឹកដីក្រុងបាត់ដំបងខេត្តបាត់ដំបងនោះវាមានឯករាជ្យបាទមានឯករាជ្យផ្សាយទៅខ្វាយខ្វល់ឈឺអើមកឯងទៅខ្លាយស្អីព្រោះវារឹងអញ្ចឹងណាដីឯកជនមិនថាដីរដ្ឋដីសួនសាធារណៈយកធ្វើបាណាធបាដីអញ្ចឹងណាមកធ្វើបានអញ្ចឹងសួរប្រជាពលរដ្ឋជឿទុកចិត្តអត់បាទមកធ្វើវិញម៉ាតអីណាយកដីសួនធ្វើអាគារពាណិជ្ជកម្មស្អីអញ្ចឹងហើយបោកចំណត់ទូកទៀតហើយកន្លែងណាចំណត់ទូកមានម៉ានអ្វីហ៎ចំណត់ទូកមានម៉ានចំណត់ទូកទីសាងសង់មានច្បាប់ត្រឹមត្រូវមានហើយណាចំណត់ទូកមានហើយណាមើលអានេះបរត់វិញកន្លែងសាធារណៈគឺបានសាងសង់មានតែបន្ទប់ទឹកតាសាធារណៈកន្លែងកំសាន្តសាធារណៈណាសាធារណៈកន្លែងហាត់ប្រាណកន្លែងដើរកំសាន្តឬកន្លែងសាធារណៈគឺមិនអាចសាងសង់អាគារពាណិជ្ជកម្មអីបានផ្សេងអាកន្លែងលើសួនសាធារណៈតែក្រៅពីរបស់បំរើផលប្រយោជន៍សាធារណៈយល់ទេហើយមកសាងសង់ស្អីណាវិញម៉ាក់អីណាបាត់ដំបងព្រឹកឃីងយូរណានេះហើយកន្លែងសួនសាធារណៈមកទៅដើមសួនមកធ្វើអញ្ចឹងវាសួនតែត្រូវដែរទេហើយគាត់ជាមន្ត្រីគាត់ធ្វើអីក៏បានបញ្ហាប្រជាពលរដ្ឋហ៊ានតបតែគាត់បានតម្រូវការឯកសារនៅខ្សែបន្លាយទៅតែធ្វើឲ្យមានតម្លាភាពអាចធ្វើបានខ្ញុំសុំមកប្លង់ដែរកន្លែងនោះខ្ញុំធ្វើផ្ទះនៅប្លង់ដែរនេះកន្លែងនេះធំទេតាខ្ញុំធ្វើផ្ទះនៅមួយធ្វើទីស្នាក់ការនឹងមួយដែរបើធ្វើបានណាអត់ចំណែនគេទេប៉ុន្តែតែបើធ្វើបានខ្ញុំសុំធ្វើកន្លែងជាមួយមើលព្រោះអត់ទាន់ប្លង់ទេខ្ញុំសុំធ្វើមួយដែរហើយនឹងខ្ញុំអត់ឡាយទេគេឡាយខ្ញុំវិញខ្ញុំញយដើរប្រជុំទៀតមើលđây đâu sương sang cao dương từ đây khai bắt đầm bong nào vì miền ai cái đi khoai khoai cho ba mới thọt đi đó sai đó mơ đó bọc rừng trắng á và kia thấy trắng á thọt đó khai sấy cái lái xuân đó mà thưa kia nay nhai pa đây chứ ngồi bây giờ bớt sẽ mấy ba bây giờ bớt sai phao rọp nam hai thưa sai thưa ấy đầy băng đầy prey này đây xuống vô chào mà thưa chào chứ bây giờ đây cá bây giờ mình sai mấy giờ này hả ta thưa ấy chứ bà cái lái xuống xa thì nó dọc bán đồ rạp nát vơ bầm rạp họ bởi do xa thì nạ mình bầm rạp họ bởi do bị cô đi nè thưa xuống cái lái hát pran đa cầm san
លំអទីក្រុងចេះចុះឲ្យយើងមកស្ដាប់សួនមកធ្វើអាគីធ្វើអីហ្នឹងវាអត់ត្រូវអាបើត្រូវគេខេតនឹងអីគេមិនត្រូវតែយើងធ្វើមិនឲ្យមានតម្លាភាពកុំធ្វើឲ្យអាងបានយើងដាក់ថ្នាក់ដឹកនាំឲ្យយើងចេះតែធ្វើប៉ាដាតប៉ានេះចោលបាត់ហើយហើយជាបរដ្ឋទុកចិត្តមិនកើតសាក់លក់ដេញអាលក់អត់តែរួចដេញនឹងសារមើលទៅប៉ះពាល់សម្រាប់ធ្លាប់សាធារណៈចុះបើយើងសាងសង់អាគារដីសាធារណៈនេះលើសួនសាធារណៈនៅខុសអត់ហើយដេញទៅណាបុកគ្រឹះប៉ុណ្្នឹងហើយដេញទៅណារួចហ៎ដេញកើតទេអានេះយើងអត់មានតម្លាភាពយើងឥឡូវដីសាធារណៈដីសួនសាធារណៈតែពេលបុកគ្រឹះមកសាងសង់អញ្ចឹងណាហើយសាងសង់អាគារនេះហើយចាសាងសង់អាគារលើដីសាធារណៈសួនសាធារណៈចាសង់កើតដែរណាហើយបន្ទប់ទឹកចាក់សោមកឲ្យបន្ទប់ទឹកចូលតែធ្វើបន្ទប់ទឹកចាក់សោមកឲ្យចូលនោមទៅឲ្យឆ្អែនោះមកងោងវិញហ្នឹងបន្ទប់ទឹកមានដែរតែបញ្ជាប់សោចូលនោមកើតអាចកើតចឹងបន្ទប់ទឹកធ្វើឲ្យនោមមិនកើតអាចមិនកើតណាចង់នោមលូតទៅតាមហ្នឹងមែននោមក្រៅឆ្អែងោងហើយយូរមកស្ដាប់ដីសួនមកធ្វើអាគារប្រជាកម្មអាហ្នឹងវាស្មានអាគារប្រជាកម្មណាហ៎អីតាមការលើកឡើងប្រជាពលរដ្ឋទេយ៉ាងហ្នឹងបើឡើយនោះយើងដាក់អក្សរថា Winmart អញ្ចឹងជាម៉ាតមួយឯងឬក៏ភាសាមួយគេហៅថាអាគារអាជីវកម្មអាគារអាជីវកម្មហ្នឹងហើយអាហ្នឹងមិនមែនរដ្ឋណាយើងអត់ទាន់មានន័យថាជារបស់រដ្ឋឬក៏ឯកជនឬក៏របស់ថ្នាក់ខេត្តក៏យើងអត់ទាន់ដឹងដែរចឹងហើយហ្នឹងហើយហើយដឹងហើយយើងមកផ្សាយ FA ចឹងដឹងចុយម៉ែឡើងយើងសួរគេយើងនិយាយចំគាត់ថានេះជាចម្ងល់ថាចេះបាទសួនសាធារណៈរបស់រដ្ឋហេតុអីបានមកបុកគ្រឹះសាងសង់វិញម៉ាក់នៅលើដីសាធារណៈរដ្ឋបាទណាតែអាគារនេះគឺអាគាររបស់រដ្ឋឬក៏ឯកជនចង់បានចម្លើយតែប៉ុណ្្នឹងទេចង់បានចម្លើយអញ្ចឹងបាទហើយយើងក៏រងចាំការឆ្លើយបំភ្លឺពីរដ្ឋបាលខេត្តបាត់ដំបងដូចគ្នាដែរចឹងហើយបាទតែផ្សាយក៏ភ្លឺតែពេលខ្លះគេអត់ហ៊ានភ្លឺហ្មងមាននៅខាងគេពេលខ្លះខុសអត់ភ្លឺហ្មងកាយកត់ត្រឡប់ចោលធ្វើដឹងមកធ្វើនឹកធ្វើឃើញអត់ផុតហ្មងបានអីពុកចុយមកឡើងតែខ្លាយស្អីកូនយើងណាមើលឥឡូវនេះគេប្រែមកកណ្ដោឲ្យតាយើងចង់ដឹងចេះសួនសាធារណៈណាដឹងបើការសាងសង់លើសួនសាធារណៈដល់រាប់ណាបំរើផលប្រយោជន៍សាធារណៈបាទណាឥឡូវបន្ទប់ទឹកមិនអីគេឲ្យសាងសង់បានណាធ្វើបន្ទប់ទឹកហ្នឹងណាព្រោះបន្ទប់ទឹកសាធារណៈបន្ទប់សាធារណៈបិទចិត្តដល់ឥឡូវនោមមិនហ៎ទៅឆ្អែតខាងក្រៅនោះគេនោមក្រៅហ្នឹងហើយបន្ទប់ទឹកនោមបើគេមកចូលនោមឯកមកហ្នឹងបន្ទប់ទឹកបិទដែរចាក់សោគេអីឃើញទេនោះចាក់សោមែនតាធ្វើដូចដឹងអញ្ចឹងណាបន្ទប់ទឹកចាក់សោមែនមើលទៅដងស្ទឹងសង្កែមើលខែទាំងហូរចាក់សោហើយបងប្អូនជាពលរដ្ឋចង់បត់ជើងទួយគិតមិននេះអញ្ចឹងវាខកប៉ប៉ប៉ដែរហ្នឹងបរិស្ថានដែរហ្នឹងគេបឆោតកុំជិះត្រកពេកបាទនេះគេបឆោតជីឲ្យវាចេះកាច់កុំខ្លាំងមើលឥឡូវបាទមុនសាងសង់សួនសាធារណៈបំរើផលប្រយោជន៍សាធារណៈលំអទីក្រុងឥឡូវបើសាគេបឆោតសួនបឆោតគេមិនដឹងទៀតឡើយអើយទៅបឆោតតែខ្លាយស្អីគេប្រឹងរហូតដល់ហ្នឹងឥឡូវនោមមិនជប់សោដែរកម្មជួយហ្នឹងសូមឲ្យដល់បាខេតមើលផងរឿងនេះមិនលេចសើចទេមកយកទីតាំងសាធារណៈមកធ្វើអាគារប្រជាកម្មនិយាយចេះសួរត្រូវច្បាប់ត្រូវដែរទេហើយសំដែរទេក្នុងនាមជាថ្នាក់ដឹកនាំខេត្តណាឬក៏គាត់មិនទាន់ដឹងហ៎តែសាលាខេត្តចិត្តនឹងសាលាខេត្តណាទល់មកទៅសាលាខេត្តទេតែគាត់មិនដឹងមិនហើយថាអាគារសាងសង់ធម្មតាទេបុកគ្រឿងនឹងមុំណាចុះអាគារប្រជាកម្មបងវិញមកគឺអាហ្នឹងអាគារប្រជាកម្មមកយកទេហ្នឹងហើយព្រោះអីប្រជាកម្មមិនការផ្សព្វផ្សាយប្រទាំងប៉ាណូនប្រជាកម្មផ្សព្វផ្សាយហ្នឹងហើយមិនបោះរ៉េគឺការវិញម៉ាត់គឺមិនលក់ណាលក់ម៉ាត់ទេយកទេលក់សម្ភារៈផ្សេងទាំងអស់គឺលក់ទាំងអស់យកទេហ្នឹងប្រភេទភេទជ្ជៈអីចឹងទៅហ្នឹងហើយអាហារគឺកំប៉ុងអីចឹងទៅប៉ាហ្នឹងវាបោះរត់ឬក៏បោះខេតឬក៏ឯកជនវាមិនដែរណាបោះរត់លក់ម៉ាត់តែសួរចេះសាងសង់មានច្បាប់អត់អញ្ចឹងកុំយកដីសាធារណៈមកធ្វើតាមតែអំពើចិត្តថ្ងៃនេះសាងសង់កន្លែងនេះបានចុងថ្ងៃក្រោយសាងសង់កន្លែងនេះទៀតលើដីសាធារណៈសួរថាវាល្អដែរទេហ្នឹងប្រជាពលរដ្ឋក៏លើកឡើងថាបើសិនជាប្រជាពលរដ្ឋសូត្រង់ហ៊ានតែសាងសង់តិចនឹងគប់ចុយមៀមឡើងហ្នឹងហើយមិនសាងសង់អាចកន្លែងចាត់ដាក់គុំផងក៏អាចកន្លែងកម្មជួយមក
nôm này nôm này tục tới cái lại nâng nè tục tới cái lại nâng á xài dư cho nôm nâng cái thọt bá cái nào mình từ xây cái này ở trong này nôm lên đừng giờ đấy nôm nắng mà tục cho sao ba đây đừng na lại rồi chăm ta thêm một to điện rừng đấy nè một tuần cho đây ở khơi tràn ôi mơ cảm ơn dân đặt tới bộ hồn hỏi là bay một đòn đọ chanh đặt dùn châu ở đây chăm mơ kê bọ sài mạch xuôi cho bay khai đằng chọc hai tục cả lại ăn cùi xem mà mát lụt đô rồi bỏ ai dùn này là đây này cho mình xuôi nhom rừng ở giờ thò nè xa parmen xôm bằng xôm ai bằng tray cho bằng crab bọt làm mơ xây na đây đây bây giờ mưa hai cho nè nâng ơi không ai tại dương cho đập sập sai anh nhà nhai cho nè đi viên ma xây ra đi sang kia xây na cam xây na đây sát hiện tại bảo rót đây sườn sao nó chết thơ từ cá đây thơ từ đuôi ok xong lại